ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីបទពិសោធន៍របស់ខ្ញុំនៃការចូលរួមកម្មវិធីរត់ Trail UTMB Series នៅឈៀងម៉ៃប្រទេសថៃកាលពីឆ្នាំ2024កន្លងទៅដោយសារតែកម្មវិធី UTMB Series គឺជាកម្មវិធីអន្តរជាតិដូច្នេះមុននឹងបើក BIP បានគឺអ្នករៀបចំគេត្រូវត្រួតពិនិត្យសម្ភារៈដែលចាំបាច់ដែលគេតម្រូវឲ្យមានណាជាទូទៅយើងហៅថា mandatory gear អញ្ចឹងបើសិនជាយើងមានមិនគ្រប់គេមិនបើក BIP ឲ្យយើងទេអញ្ចឹងធ្វើម៉េចយើងត្រូវត្រៀមសម្ភារៈឲ្យគ្រប់គ្រាន់មុននឹងយើងទៅបើក BIP ទើបអ្នករៀបចំគេបើក BIP ឲ្យយើងបានក្រោយពីបើក BIP រួចហើយខ្ញុំសូមបង្ហាញវីដេអូខ្លះៗពីទីតាំងហើយនឹងឆាកនៃការរៀបចំកម្មវិធីរបស់គេបាទហើយយើងមើលឃើញទៅនេះគឺជាតង់ហើយនឹងឆាកដែលគេរៀបចំកម្មវិធីនេះជាកម្មវិធីធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ីមែនតើទៅសម្រាប់កម្មវិធី UTMB មានកម្មវិធី2ធំគឺ UTMB Series ហើយនិង UTMB Major ហើយកម្មវិធីនៅឈៀងម៉ៃប្រទេសថៃនេះគឺជា UTMB Major ដែលអ្នករត់ទាំងអស់គ្រប់ category គាត់អាចទទួលបាន double running stone អញ្ចឹង running stone ហ្នឹងគឺមានសារៈសំខាន់ដែលអ្នករត់ទាំងអស់ហ្នឹងគាត់អាចយកទៅចាប់ឆ្នោតបានដើម្បីទៅរត់នៅម៉ុងប្លង់ប្រទេសបារាំងចឹងទាំងអស់នេះគឺជា mandatory gear ដែលខ្ញុំរៀបចំមុននឹងទៅប្រកួតនៅព្រឹកថ្ងៃបន្ទាប់បាទនេះគឺជាវីដេអូនៃការចេញដំណើររបស់ក្រុម Elite Runner ឬក៏អ្នករត់ដែលមាន UTMB Index ខ្ពស់ដែលគាត់ធ្លាប់មានបទពិសោធន៍រត់កម្មវិធី UTMB ពីមុនកន្លងមកក៏ដូចជាកម្មវិធី Trail ដែលមាន UTMB Index ដែលកម្មវិធីហ្នឹងគេទទួលស្គាល់ហើយជាទូទៅអ្នកដែលមាន UTMB Index ខ្ពស់គាត់នឹងចេញដំណើរមុនគេការចូលរួមរត់នៅឈៀងម៉ៃកាលពីចុងឆ្នាំ2024ហ្នឹងគឺខ្ញុំអត់បានថតវីដេអូខ្លួនឯងទេមែនទែនទេដោយសារតែចង់បានកំណត់ត្រាល្អហើយខ្ញុំព្យាយាមរត់នឹងដើរអត់ចង់ឈប់ទេអញ្ចឹងហើយអត់ចង់ចំណាយពេលវេលាថតរូបអញ្ចឹងខ្ញុំមានតែរូបភាពខ្លះៗដែលខ្ញុំទទួលបានពីអ្នករៀបចំដែលបង្ហាញអំពីសកម្មភាពរបស់ខ្ញុំនៅពេលដែលខ្ញុំរត់ឆ្លងកាត់តំបន់សំខាន់មួយចំនួននៃ course 50គីឡូដែលជាទូទៅគេហៅថា H ម៉ុងសម្រាប់វិញ្ញាសា50គីឡូ H ម៉ុងដែលមានចម្ងាយជាក់ស្ដែងសរុបប្រមាណ54គីឡូនិងរយៈកម្ពស់ប្រមាណជិត2500ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រនេះខ្ញុំបានបញ្ចប់ទីក្នុងរយៈពេល9ម៉ោងហើយនិង47នាទី In a mirror, big cone